ពិធីបុណ្យចូលឆ្នាំចិនជិតចូលមកដល់ហើយអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់អត់ហេតុអ្វីចូលឆ្នាំចិនត្រូវតែមានពណ៌ក្រហមហើយហេតុអ្វីមិនអាចបោះផ្ទះឬកក់សក់ថ្ងៃដំបូងបានហើយតើមានអ្វីកើតឡើងបើឆ្នាំនេះជាឆ្នាំកំណើតរបស់អ្នកថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងអាថ៌កំបាំងទាំង5ដែលលាក់ខ្លួនក្រោយពិធីបុណ្យដ៏រីករាយនេះទី1នោះគឺរឿងសត្វអាថ៌កំបាំងដែលមានឈ្មោះថានានរឿងព្រេងបុរាណនិយាយថាមានសត្វអាក្រក់មួយឈ្មោះនានដែលចេញពីភ្នំមកវាយប្រហារអ្នកភូមិជារៀងរាល់ចុងឆ្នាំវាស៊ីសត្វស៊ីដំណាំហើយខ្លះនិយាយថាវាក៏អាចស៊ីមនុស្សផងដែរប៉ុន្តែថ្ងៃមួយប្រជាជនរកឃើញថាវាភ័យខ្លាច3យ៉ាងនោះគឺពណ៌ក្រហមសម្លេងផ្ទុះនិងភ្លើងចាប់ពីពេលនោះមកមនុស្សចាប់ផ្ដើមបិទក្រដាសក្រហមបាញ់កំជ្រួចរំលកមុងសាយចូលឆ្នាំចិនដូចជាការបណ្ដេញអរិយចាស់ចេញពីឆ្នាំមុនទី2ស្ពានវិញ្ញាណ Nike Bridge ក្នុងជំនឿចិនមានស្ពានមួយឈ្មោះថា Nike Bridge វិញ្ញាណមនុស្សត្រូវឆ្លងកាត់ស្ពាននេះមុនទៅកំណើតថ្មីហើយនៅឯចុងស្ពានមានស្ត្រីម្នាក់ឈ្មោះមេងប៉ូដែលឲ្យផឹកស៊ុបមួយដើម្បីភ្លេចអតីតកាលទាំងអស់មនុស្សខ្លះជឿថាចូលឆ្នាំថ្មីដូចជាការឆ្លង Nike Bridge បោះបង់អ្វីចាស់ៗហើយចាប់ផ្ដើមជីវិតសាជាថ្មីទី3នោះគឺឆ្នាំកំណើតឬក៏ជាឆ្នាំអពមង្គលនៅក្នុងវប្បធម៌ចិនមានពាក្យថា Ben Ming Nian មានន័យថាឆ្នាំដែលត្រូវនឹងឆ្នាំសត្វកំណើតរបស់អ្នកគួរឲ្យភ្ញាក់ផ្អើលណាស់អ្នកទាំងអស់គ្នាគេជឿថាឆ្នាំបែបនេះគឺឆ្នាំដែលនាំអពមង្គលដូច្នេះមនុស្សតែងតែពាក់ខ្សែដៃក្រហមឬស្លៀកខោអាវពណ៌ក្រហមដើម្បីការពារខ្លួនពីថាមពលអវិជ្ជមានទី4គឺហាមកក់សក់នៅថ្ងៃចូលឆ្នាំដំបូងពាក្យ Fa មានន័យថារុងរឿងហើយសម្លេងរបស់វាមានពាក្យស្រដៀងនឹងពាក្យថាសក់ដែរជំនឿនិយាយថាបើអ្នកលាងសក់ថ្ងៃដំបូងគឺដូចជាលាងសំណាងល្អចេញពីជីវិតរបស់អ្នកដូច្នោះដែរដូច្នេះមនុស្សជាច្រើនណាស់ជៀសវាងការកក់សក់នៅថ្ងៃដំបូងនៃឆ្នាំថ្មីទី5នោះគឺហាមបោសសម្អាតផ្ទះនៅថ្ងៃដំបូងមុនចូលឆ្នាំមនុស្សត្រូវតែសម្អាតផ្ទះគ្រប់កន្លះកន្លៀតដើម្បីបណ្ដេញអវិជ្ជមានចេញប៉ុន្តែថ្ងៃដំបូងគេមិនបោសផ្ទះឡើយព្រោះគេជឿថាបើសិនជាបោសសំណាងល្អចេញពីផ្ទះពិធីបុណ្យចូលឆ្នាំចិនមើលទៅហាក់ដូចជាពោពេញទៅដោយភាពរីករាយប៉ុន្តែនៅខាងក្រោយវាមានរឿងអាថ៌កំបាំងនិងជំនឿបុរាណជាច្រើនដែលបន្តរហូតមកដល់សប្តាហ៍ថ្ងៃតែអ្នកទាំងអស់គ្នាជឿលើរឿងទាំងនេះដែរឬទេឬគិតថាវាគ្រាន់តែជារឿងព្រេងបុរាណសូមកុំភ្លេច comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក